bà bong bóng con khmôi từng ngõ khné chẳng nằm môn nín tích phai chỉ ban tô sana ca bọc cua viên krom bay sai của Manchester United cho mùi krom Hong của Liverpool hái bà nơi từ đây Anfield this is Anfield pon tài krom Hong của Liverpool tháng này cứ ở ai thưa ai krom bay sai của bàn tê bà bay sai của tháng này cứ men cô bay sai tụ nhau thế cứ chỉ đặt bay sai cho mà đòn lõ tăng pi lơ đo cao một ồn mà trong giấy pin lại trăm tí muốn bà làm men ní mình thấy những cái thằng cá bạc cuốn phai chỉ menu anh những bật trong clean sheet soul đi đó mà thấy tại ở đây bà lấy mà crop to tại bàn bà giờ naสำหรับ ក្រុម បិសាច ក្រហម Manchester United ទាំងខ្សែការពារទាំងខ្សែបំរើទាំងខ្សែប្រយុទ្ធធ្វើបានល្អព្រមគ្នាអនតែ Bruno Fernandes មួយទេបាទអញ្ចឹងសម្រាប់ការប្រកួតមិញនេះគឺ Man U បានឈ្នះក្នុងលទ្ធផល2-1ពីគ្រាប់របានដោយកីឡាករ Brian Mbeumo មួយគ្រាប់និងមួយគ្រាប់ទៀតរបានដោយកីឡាករ Harry Maguire បាទនេះគឺជាគ្រាប់បាល់របស់ Man U ហើយ Man U ក៏ហក់ឡើងមកបាទលេខ9ដែរបាទមាន15បន្ទុកអញ្ចឹងក្បែរនឹង top 4គេឯងដែរហើយស្រួលបាទរដូវកាលនេះលើកមាន Premier League ក៏ថាបានដែរនិយាយលេងនេះបាទនិយាយលេងប្រឡំមែនបាទយ៉ាងណាក៏ជូនពរឲ្យ Manchester United របស់យើងនេះអាចឈរនៅចំណាត់ថ្នាក់ណាមួយបាទនៅក្នុង top 6បាទអាចមានឱកាសលេងពានរង្វាន់ Europa League ឬមួយក៏មានឱកាសលេងនៅក្នុងពានរង្វាន់ UEFA Champions League នេះគ្រាន់តែជាការសង្ឃឹមរបស់យើងទេព្រោះថាឃើញថ្ងៃនេះ Man U លេងល្អខ្លាំងមែនទែនបងប្អូនបាទនៅទឹកដី Anfield ក៏ដោយតែលេងគឺដោយឆន្ទៈលេងដោយភាពមោះមុតលេងអត់មានចិត្តចង់ដេញគ្រូទេបាទកីឡាករទាំងអស់ណាគឺលេងល្អខ្លាំងមែនទែនបាទចុះបងប្អូនយល់យ៉ាងណាដែរអំពីទម្រង់លេងក្រុមទាំងពីរហើយយល់យ៉ាងណាដែរអំពីកីឡាករ Alexander Isak របស់ក្រុម Hong Kong Liverpool កុំភ្លេចធ្វើការ comment នៅក្នុងវីដេអូនេះបាទអរគុណច្រើនជំរាបលាបាយបាយជួបគ្នានៅថ្ងៃស្អែកជាបន្តទៀត